ភិជនបារងព្យាឌីគូបេតាំងជាជនជាតិបារាំងនៅសម័យនោះប្រទេសបារាំងមិនសូវយកចិត្តទុកដាក់ចំពោះការអប់រំកាយនៅឡើយលោកគូបេតាំងស្រមៃចង់អញ្ជើញយុវជនក្នុងពិភពលោកឲ្យធ្វើកីឡាដើម្បីឲ្យគេស្គាល់កីឡានិងដើម្បីលើកតម្កើងឡើងវិញនៅកីឡាដែលធ្លាប់មានកិត្តិស័ព្ទល្បីល្បាញកាលពី2000ឆ្នាំមុននៅប្រទេសក្រិកជាពិសេសតាមរយៈការប្រកួតកីឡាលោកសង្ឃឹមថានឹងប្រមូលមនុស្សគ្រប់សញ្ជាតិគ្រប់សាសគ្រប់ស្រទាប់សង្គមឲ្យស្គាល់គ្នាទៅវិញទៅមកបានច្បាស់និងចេះស្រឡាញ់គ្នាផងបន្ទាប់ពីឆ្លងកាត់ការលំបាកការតស៊ូប្រឈមនឹងភាពសោះអង្គើយឬការចំអកឡកលើយមកនៅឆ្នាំ1894លោកក៏សម្រេចប្រមូលអ្នកតំណាង14ប្រទេសមកចូលរួមក្នុងសមាគមដើម្បីរៀបចំល្បែងអូឡាំពិកនិងសម្រេចបំណងដ៏ស្រួចស្រាវរបស់គាត់នៅឆ្នាំ1895មួយបាតុកម្មទី1ក៏បានប្រព្រឹត្តទៅក្នុងក្រុងអាថែនដែលជាក្រុងនិមិត្តរូបនៃកំណើតល្បែងប្រទេស13ទៀតក៏បានចុះឈ្មោះហើយអត្តពលករ285នាក់ក៏បានចូលរួមប្រកួតក្នុងវិញ្ញាសាកីឡា9លុះដល់ឆ្នាំ1964ក្នុងឱកាសល្បែងអូឡាំពិកនៅតូក្យូប្រទេសដែលចូលរួមរហូតដល់104ហើយអត្តពលករបានចូលរួមជាផ្លូវការប្រហែល8500នាក់ក្នុងរយៈពេលត្រៀមល្បែងអូឡាំពិកដែលត្រូវប្រព្រឹត្តទៅក្នុងរយៈពេល4ឆ្នាំម្ដងកីឡាកររាប់សែននាក់នៃប្រទេសនានាបានចូលរួមហ្វឹកហាត់យ៉ាងគោក្រឹកគោក្រែងនៅឆ្នាំ1968ល្បែងនេះត្រូវបានរៀបចំឡើងនៅក្នុងប្រទេសមិចស៊ិកក្នុងកម្មវិធីមានល្បែង20ប្រភេទហើយទន្ទឹមនឹងនោះក៏មានកម្មវិធីបង្ហាញវប្បធម៌ចំនួន20ដែរដើម្បីជានិមិត្តរូបនៃឯកភាពទាំងកាយនិងស្មារតីនៅប្រទេសក្រិកបុរាណពិធីបុណ្យអូឡាំពិកមានចាប់តាំងពីឆ្នាំ776មុនគ្រិស្តសករាជពិធីបុណ្យសាសនាទាំងអស់សុទ្ធតែមានល្បែងអត្តពលកម្មទូតខាងសាសនាបានធ្វើដំណើរពេញពិភពក្រិកដើម្បីជូនដំណឹងពីថ្ងៃបើកពិធីព្រមទាំងប្រកាសផ្អាកការធ្វើសង្គ្រាមរវាងគ្នាទៅវិញទៅមកដែលតែងតែកើតមានជាញឹកញាប់រវាងបុរីក្រិកសូម្បីតែតំបន់អេលីតដែលជាទីតាំងនៃភ្នំអូឡាំទីកន្លែងសម្រាប់ប្រារព្ធពិធីក៏ត្រូវហាម5មិនឲ្យកងទ័ពចូលដែរពិធីបុណ្យមានរយៈពេល5ថ្ងៃនៅថ្ងៃទី1អ្នកចូលរួមទាំងអស់នាំគ្នាហែព្យុហយាត្រាយ៉ាងគោក្រឹកគោក្រែង3ថ្ងៃបន្ទាប់មកទៀតគឺជាទិវាល្បែងនៅថ្ងៃចុងក្រោយអ្នកឈ្នះម្នាក់បានទទួលផ្លិតស្លឹកត្នោត1និងមកុដមែកអូលីវ1ហើយបានចូលរួមក្នុងពិធីហែក្បួនព្យុហយាត្រាដ៏អធិកអធមនិងបន្តដោយពិធីជប់លៀងនៅពេលវិលត្រឡប់ទៅកាន់បុរីរបស់ខ្លួនវិញកីឡាករឈ្នះនឹងត្រូវបានគេទទួលនិងផ្ដល់កិត្តិយសខ្ពង់ខ្ពស់ល្បែងបានប្រព្រឹត្តនៅក្នុងកីឡាដ្ឋានអត្តពលករទាំងអស់ត្រូវដោះសម្លៀកបំពាក់ចេញដើម្បីឲ្យអ្នកផងស្ងើចសរសើរសោភ័ណភាពនៃរាងកាយរបស់គេនារីមិនត្រូវគេអនុញ្ញាតឲ្យចូលក្នុងកីឡាដ្ឋានទេនៅពេលជាមួយគ្នានេះដែលវិចិត្រករកវីអ្នកនិពន្ធក៏បានយកស្នាដៃរបស់គេមកបង្ហាញជូនមហាជនក្នុងកីឡាដ្ឋានអូឡាំពិកបានស្គាល់ដែរដូចនេះពិធីបុណ្យល្បែងដ៏អធិកអធមនេះបានផ្ដល់ឱកាសដល់ពួកក្រិកឲ្យជួបជុំគ្នាក្នុងសន្តិភាពដើម្បីលើកតម្កើងព្រះទេវៈនិងអ្នកឈ្នះដែលដណ្ដើមបានកិត្តិយសសម្រាប់បុរីកំណើតរបស់ខ្លួនប៉ុន្តែពិធីនេះអនុញ្ញាតឲ្យចូលរួមតែចំពោះជនជាតិក្រិកសុទ្ធនិងអ្នកជាតែប៉ុណ្ណោះរីឯទេសករនិងជនបរទេសពុំមានសិទ្ធិចូលប្រកួតបានឡើយអ្វីបើល្បែងទំនើបយកតាមលំនាំពួកបុរាណក៏នៅតែមានភាពខុសពីគ្នាស្រឡះល្បែងឥឡូវនេះបើកទូលាយចំពោះអ្នកស្នេហាកីឡាទាំងឡាយដោយមិនគិតសញ្ជាតិជាតិសាសន៍សាសនានយោបាយឬឋានៈសង្គមឡើយឯនារីក៏អាចចូលរួមបានដែរទស្សនិកជនល្បែងអូឡាំពិកដែលកីឡាករតែងហៅថាអ្នកគាំទ្រអ្នកកាន់ជើងបានចេញមកពីទ្វីបទាំង5ហើយមធ្យោបាយផ្ដល់ព័ត៌មានដ៏អស្ចារ្យកាសែតវិទ្យុទូរទស្សន៍ក៏រាប់លានអ្នកយកចិត្តទុកដាក់ចំពោះល្បែងនេះជនជាតិជាច្រើនបានបង្កើតក្រុមប្រឹក្សាអូឡាំពិកអន្តរជាតិក៏រដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះល្បែងតែងរៀបចំយុវជនឲ្យចូលរួមក្នុងការប្រកួតដែលបង្ហាញឲ្យឃើញពីភាពអង់អាចក្លាហាននិងការរីកចម្រើនឯការប្រដាល់នៅតែជាការតស៊ូរវាងបុគ្គលជាមួយនឹងបុគ្គលប៉ុន្តែក្នុងល្បែងគេបានផ្ដល់តួនាទីយ៉ាងសំខាន់ដល់កីឡាសមូហភាពការដណ្ដើមយកជើងឯករវាងកីឡាករបានជំរុញឲ្យគេខិតខំជាអតិបរមាឯកភាពរបស់គឺជាលទ្ធផលនៃការត្រៀមដ៏យូរសម្ដៅបង្កើនសមត្ថភាពបច្ចេកទេសបង្ហាត់ដើម្បីទទួលទិន្នផលខ្ពស់ខាងការធ្វើឲ្យរាងកាយមាំមួនប្រកបដោយសុខភាពនិងគាំទ្រដោយឆន្ទៈតស៊ូមោះមុតគេស្វែងរកឈ្នះគូប្រកួតតិចជាងឈ្នះពេលវេលាចម្ងាយទំនាញផែនដីការហត់នឿយការឈឺចាប់
និងការឈ្នះខ្លួនឯងដោយការសុខចិត្តបង្ខំចិត្តតូចទូចធ្វើឲ្យកាន់តែប្រសើរឡើងដើម្បីទទួលជោគជ័យក្នុងវិញ្ញាសាដែលកាន់តែលំបាកឡើងជាលំដាប់ យើងសូមអរគុណលោកគូបេតាំងដែលបានធ្វើឲ្យល្បែងអូឡាំពិកកើតឡើងវិញ ទស្សនីយភាពល្បែងនេះបានធ្វើឲ្យយុវជនប្រកបដោយសុខភាពឯកភាពបំណិនប្រសពនិងភេតរភាព នេះគឺជាជោគជ័យដ៏ធំមួយក្នុងជីវិតរបស់គូបេតាំង